វាមួយយ៉ាងដែរនៅពេលដែលស្នេហាមិនបានសម្រេចលុយកាក់អស់ច្រើនត្រូវប្តឹងគ្នាឡើងទៅតុលាការថ្ងៃនេះស្ត្រីម្នាក់គឺរងការប្តឹងផ្ដាល់ពីបរិសម្នាក់តាមរយៈវិទ្យុ ABC គាត់ចូលរួមគាត់ថាគាត់បានស្រឡាញ់គ្នាជាមួយប្រុសម្នាក់ហើយចុងក្រោយគាត់ឈប់ស្រឡាញ់គ្នាឈប់តាក់ទងគ្នាខាងប្រុសប្តឹងផ្ដាល់គ្នាឡើងទៅតុលាការដើម្បីទារលុយពីគាត់ហើយថែមទាំងគិតការប្រាក់ពីគាត់ទៀតផងហើយគាត់ក៏មិនចង់ឲ្យវែងឆ្ងាយគាត់ក៏បានទូទាត់លាត់សោយធានាថានឹងសងតែសុំសងជាដំណាក់កាលតែខាងប្រុសហ្នឹងគឺរបៀបមិនអាចទទួលយកបានណាមានលក្ខណៈកោសរុះរហូតមានការបែកធ្លាយរូបភាពក្មេងស្រីម្នាក់ហ្នឹងទិញចេញទៅក្នុងបណ្ដាញសង្គមថាជាមនុស្សស្រីបោកប្រាស់ជាពាក់លុយគេមិនសង1 2 3 4អីចឹងទៅចឹងក៏ធ្វើឲ្យគ្នានឹងរងការអាម៉ាស់របៀបថាពេលស្រឡាញ់គ្នាអ្វីក៏ល្អអ្វីក៏បានដល់ពេលអស់ស្រឡាញ់គ្នាសងលុយអញវិញមកណាអីចេះមួយចេះពីរចឹងទៅបើមិនសងគឺប្តឹងផ្ដាល់គេប្តឹងគាត់ពីបទបោកប្រាស់ទំនុកចិត្តឆោបោកគេអីចឹងណាវាពិបាកថាដែរដោយសារអីគេស្រឡាញ់គាត់គេលះបង់ឲ្យគាត់ច្រើនដែរលុយ$1000ហើយបើតាមតែសួរនាំទៅគឺបងអូនស្រីអត់ទាន់មានការខូចខាតអីទេហើយក៏យើងក៏និយាយថាខាងប្រុសគេចាយលុយ$1000ហើយចង់ក្រោយអត់មានបានអីបងអូនស្រីថាអញ្ចឹងស្រឡាញ់គ្នាចង់បានតែខ្លួនប្រាណមិនមែនធម្មតាទេបើយើងនិយាយអាក្រក់ស្ដាប់ចង់បាននំញ៉ាំតឲ្យលុយគេអញ្ចឹងដើម្បីស្ទូចនំនឹងបានតតែចាយលុយដល់ពេលចាយលុយច្រើនណាស់បានអីហើយយើងរកកន្លោះខ្លួនដើរចេញពីគេទាំងគេខាត់បងលុយកាក់អស់មួយកណោហើយចង់វាក្តៅចិត្តផងជួយចាប់ផងអស់លុយអត់បានអីផងហើយត្រូវដូចគេបោកទាំងមូលអញ្ចឹងលុយច្រើនដែរដល់$1000បងប្អូនតាមបងអូនស្រីបញ្ជាក់ថាចូល$8000ដែលគេឲ្យគាត់ផ្តិតមេដាយទទួលស្គាល់ណាហើយត្រូវគិតការប្រាក់ការអីណាណីមិនតែគ្រាន់ថាពេលស្រឡាញ់ហេតុអីបានចេះតែហុចឲ្យណាបងប្អូនបារម្ភមួយចំនួនដល់ពេលអស់ការស្រឡាញ់គេអត់បានម៉ែឲ្យប្តឹងឲ្យមកទំហឹងត្មងអានេះឃ្លានឆ្ងាញ់ស្រឡាញ់ល្អពេលដល់កមុខក៏មិនទុកឲ្យដែរណាអ្វីដែលសំខាន់បើសិនជាគាត់បដ ாய் ឲ្យមានរូបភាពផ្សេងផុសចេញជាសាធារណៈនៅមុខក្មេងស្រីនឹងពេញអាហ្នឹងក៏គាត់ត្រូវខុសតាក់ទងជាមួយនឹងបទអាហារគេហៅថាបទអាហារគេដែរហើយធម្មតាទេយើងស្រឡាញ់គេបើយើងមិនងប់នឹងគេក៏យើងមកឲ្យលុយគេដែរតែយើងមិនដឹងដែរព្រោះអាហ្នឹងឮសូរចេញមកតែពីខាងស្រីណាហើយបងអូនស្រីក៏មិនបានកិច្ចវេះដែរគាត់ថាគាត់នឹងព្យាយាមរលុយសងគាត់ប៉ុន្តែសុំជាដំណាក់កាលដល់ពេលគាត់រកវាមិនតាន់បានផងមិនតាន់ដល់ថ្ងៃផងគេផុសរូបភាពគាត់អីចឹងគាត់រៀងពិបាកក្នុងខ្លួនដែរមិនដឹងទៅរកអីចឹងណាចឹងមិនថាបងប្អូនយើងអើយណាកុំរបៀបចង់បានអីងាយស្រួលវាមិនមែនរបស់យើងវាត្រូវតែបាត់បង់ទៅវិញបើនិយាយឲ្យត្រង់ទៅអានឹងគេថាកម្មនៃអំពើអ្នកណាធ្វើនឹងទទួលអញ្ចឹងបើយើងមិនទៅជពាក់វែកវិនយកលុយកាក់គេមកចាយក៏មិនកើតរឿងដល់ប៉ុណ្ណឹងតែយ៉ាងណាក៏មិនគ្រប់គ្រងឲ្យបរិសម្នាក់ហ្នឹងយករូបភាពគាត់ទៅផុសដែរព្រោះពេលហ្នឹងក៏គាត់អ្នកស្រឡាញ់គេបើគាត់មិនពេញចិត្តគេក៏មិនអាចបោកលុយគាត់បានដែរអញ្ចឹងតើទទួលខុសត្រូវទាំងសងខាងហើយស្ដាប់ទុក